ស្ដីនឹងអរគ្នាអញ្ចឹងថ្ងៃនេះផងដែរខ្ញុំមកចែករំលែកនឹងអរគ្នាពីរបៀប unblock friend នៅក្នុង Mobile Legends ហ្នឹងហើយអញ្ចឹងមានបងខ្លះគាត់បាន block friend ហើយគាត់ចង់ unblock វិញប៉ុន្តែគាត់អត់ដឹងថា unblock នៅកន្លែងណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកចាប់ផ្ដើមអរគ្នាអញ្ចឹងដើម្បី unblock បានយើងគ្រាន់តែចូលមកកាន់សញ្ញាមនុស្ស2នាក់កន្លែងនេះអញ្ចឹងយើងចុចលើវាមួយមកអញ្ចឹងបន្ទាប់មកនេះយើងមើលខាងក្រោមគេនេះអក្សរតូចមួយខាងក្រោមគេនេះវាដាក់ថា blacklist នេះយើងចុចលើវាមួយមកអញ្ចឹងមកដល់កន្លែងនេះវាដាក់ថា blacklist អញ្ចឹងកន្លែងហ្នឹងអ្នកដែលយើងបាន block គាត់ friend អីដែលយើងបាន block គាត់គឺវានឹងបង្ហាញនៅកន្លែងនេះហើយអញ្ចឹងដើម្បី unblock បានយើងគ្រាន់តែធ្វើការលុបវាចេញពីកន្លែងនេះទៅនេះយើងចុចធុងសារ៉ាមនេះមកហើយអូខេទៅអញ្ចឹងដល់ពេលដែលវាបាត់ពីកន្លែងនេះគឺបានន័យថាយើងបាន unblock ហើយហ្នឹងអញ្ចឹងយើងចុចលើទៀតមកនេះអញ្ចឹងប៉ុណ្ណឹងយើងអាច unblock គាត់បានហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្លីៗអញ្ចឹងជាចុងក្រោយកុំភ្លេចជួយចុច subscribe ខ្ញុំមួយផងបាយបាយ